នៅហូឡង់អង្គការសម្ព័ន្ធយោធាអូតង់បិទបញ្ចប់កិច្ចប្រជុំកំពូល2ថ្ងៃដោយជោគជ័យត្បិតថាប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលទាំង32ប្រទេសបានយល់ព្រមគ្នាចេញសេចក្តីថ្លែងការណ៍រួមដោយសម្រេចដំឡើងកញ្ចប់ថវិកាការពារជាតិស្របតាមការទាមទាររបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំក្រៅពីសំណុំរឿងដំឡើងថវិកាដ៏រសើបនេះអង្គការអូតង់ក៏បានប្តេជ្ញាចិត្តបន្តជួយអ៊ុយក្រែននិងចាត់ទុករុស្ស៊ីជាប្រភពគំរាមកំហែងសន្តិសុខស្ថាប័នរដ្ឋអាជ្ញាចិនបានប្រកាសទទួលស្គាល់នៅថ្ងៃទី24មិថុនាថាពិតជាមានករណីធ្វើទារុណកម្មនិងការបង្ខាំងមនុស្សដោយខុសច្បាប់នៅក្នុងប្រព័ន្ធតុលាការចិនស្ថាប័ននេះបានសន្យាថានឹងចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយព្រមទាំងការធ្វើទារុណកម្មសួរចម្លើយដែលរំលោភបំពានទៅលើសិទ្ធិរបស់ជនជាប់ចោទកាលពី80ឆ្នាំមុននៅថ្ងៃទី26មិថុនាប្រទេសចំនួន50បានចុះហត្ថលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនៅថ្ងៃប្រហ័សទី26មិថុនានេះអង្គការសហប្រជាជាតិត្រូវប្រារព្ធខួប80ឆ្នាំនៃធម្មនុញ្ញដែលអនុញ្ញាតឲ្យបង្កើតអង្គការសហប្រជាជាតិជាផ្លូវការប៉ុន្តែការប្រារព្ធខួបកំណើត80ឆ្នាំប្រព្រឹត្តទៅនៅក្នុងកាលៈទេសៈមួយដែលស្ថាប័នអន្តរជាតិកំពូលមួយនេះកំពុងជួបវិបត្តិថវិកាដ៏ធ្ងន់ធ្ងរនិងបាត់បង់សម្លេងឥទ្ធិពលនៅក្នុងពិភពលោកមួយដែលសង្គ្រាមជម្លោះប្រដាប់អាវុធនិងគ្រោះមហន្តរាយមនុស្សធម៌ផ្ទុះឡើងសឹងនៅគ្រប់ទីកន្លែងមានអាយុ80ឆ្នាំតើអង្គការសហប្រជាជាតិនឹងរស់រានឆ្លងផុតពីវិបត្តិដ៏ធំលើកនេះឬក៏ត្រូវដួលរលំដោយសង្គមប្រជាជាតិកាលពីឆ្នាំ1946ប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែននៅព្រឹកថ្ងៃប្រហ័សទី26មិថុនាបានចុះទៅត្រួតពិនិត្យកងទ័ពជួរមុខកម្ពុជាក្នុងខេត្តឧត្តរមានជ័យក្នុងពេលជម្លោះព្រំដែនកម្ពុជាថៃកំពុងតានតឹងខ្លាំងក្នុងដំណើរចុះជួបកងទ័ពជួរមុខពេលនេះលោកហ៊ុនសែនបានប្រាប់ដល់បណ្ដាទាហានកម្ពុជាថាមិនត្រូវខ្លាចការវាយប្រហារជាមួយសត្រូវដែលចង់ឈ្លានពានកម្ពុជាទេសហរដ្ឋអាមេរិកកំពុងរៀបចំផែនការសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិខ្លួនមកកាន់ប្រទេសកម្ពុជានៅខែសីហាឆ្នាំ2025ខាងមុខនេះលោក Andrew Bayer ឧបការីរងរដ្ឋមន្ត្រីការពារជាតិអាមេរិកទទួលបន្ទុកអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍បញ្ជាក់យ៉ាងដូចនេះក្នុងពេលលោកបំពេញទស្សនកិច្ចផ្លូវការរយៈពេល2ថ្ងៃនៅកម្ពុជាពីថ្ងៃទី24និង25មិថុនាឆ្នាំ2025តាមលោក Andrew Bayer ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនាពេលខាងមុខនោះក៏មានការសុំចូលចតនាវាកងទ័ពជើងទឹកអាមេរិកជាលើកដំបូងនៅមូលដ្ឋានទ័ពរៀមកម្ពុជាផងដែរពលរដ្ឋខ្មែរ2រូបបានបាត់បង់ជីវិតក្នុងហេតុការណ៍កកស្ទះនៅច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃពុធទី25មិថុនាឆ្នាំ2025នេះបើតាមការបញ្ជាក់របស់លោកលឹងសុផុនមន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលរដ្ឋចំណាក់ស្រុកប្រចាំប្រទេសថៃនៃអង្គការសង្ត្រាល់តាមលោកលឹងសុផុនការស្លាប់របស់ពលរដ្ឋខ្មែរទាំងពីររូបគឺដោយសារអាជ្ញាធរថៃមិនព្រមបើកច្រកឲ្យពលរដ្ឋវិលត្រឡប់ចូលកម្ពុជាវិញខណៈអ្នកទាំងពីរកំពុងមានបញ្ហាសុខភាព
តែលោកលឹងសុផុនមិនទាន់អាចបញ្ជាក់បានទេថាពលរដ្ឋខ្មែរទាំងពីររូបបានបាត់បង់ជីវិតដោយបញ្ហាសុខភាពអ្វីច្បាស់លាស់នោះឡើយទេក្នុងស្ថានភាពដ៏តានតឹងនៃបញ្ហាព្រំដែនកម្ពុជាថៃពលរដ្ឋខ្មែរដែលជាពលករបម្រើការងារនៅប្រទេសថៃកំពុងសម្រុកចូលមកប្រទេសកម្ពុជាវិញលោកលឹងសុផុនកត់សម្គាល់ឃើញថាថៃបានបង្កការលំបាកខ្លាំងណាស់ដល់ដំណើរការវិលចូលស្រុកវិញរបស់ពលរដ្ឋខ្មែរទាំងនោះក្រសួងការបរទេសកម្ពុជាបានកោះហៅតំណាងទូតបរទេសទាំងអស់នៅកម្ពុជាដើម្បីប្រាប់ពីស្ថានភាពនៃជម្លោះព្រំដែនកម្ពុជាថៃក្រៅពីនេះក្នុងថ្ងៃទី25ខែមិថុនាម្សិលមិញប្រធានប្រសិទ្ធិកម្ពុជាលោកហ៊ុនសែនក៏បានស្នើឲ្យជប៉ុនជំរុញឲ្យថៃយល់ព្រមដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បន្ថែមពីការដាក់ពាក្យបណ្ដឹងទៅ ICJ កម្ពុជាក៏បានគម្រាមប្តឹងទៅអង្គការសហប្រជាជាតិទៀតប្រសិនបើជម្លោះព្រំដែនជាមួយថៃកាន់តែធ្ងន់ធ្ងរជាងនេះអ្នកវិភាគនយោបាយនិងកិច្ចការការបរទេសចាត់ទុកការពឹងសហគមន៍អន្តរជាតិឲ្យជួយសម្របសម្រួលក្នុងជម្លោះព្រំដែនជាជំហរការទូតចាស់ទុំនិងមានប្រសិទ្ធភាពតែអ្នកជំនាញដដែលផ្ដល់ជាយោបល់ថាកម្ពុជាមិនត្រូវសុំឲ្យបរទេសជួយក្នុងក្របខ័ណ្ឌទ្វេភាគីឡើយតែកម្ពុជាត្រូវពឹងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យជួយជាមុនសិនលោក Zelensky បានជួបជាមួយលោកដូណាល់ត្រាំកាលពីរសៀលថ្ងៃពុធទី25មិថុនានៅក្រៅក្របខ័ណ្ឌនៃជំនួបកំពូលអូតង់ដែលបានប្រព្រឹត្តធ្វើទៅនៅទីក្រុងឡាអេប្រទេសហូឡង់ប្រធានាធិបតីទាំងពីរដែលធ្លាប់បានឈ្លោះប្រកែកគ្នាតឹងសរសៃកនៅឯសេតវិមានកាលពីខែកុម្ភៈនោះបានអះអាងថាការនិយាយគ្នាលើកនេះគឺមានលទ្ធផលល្អប្រកបដោយការស្ថាបនាលោក Zelensky បានឲ្យដឹងថាលោកបាននិយាយជាមួយលោកដូណាល់ត្រាំអំពីដំណើរការឈានទៅរកបទឈប់បាញ់ជាមួយរុស្ស៊ីនិងលទ្ធភាពទិញអាវុធបន្ថែមពីសហរដ្ឋអាមេរិកដើម្បីយកមកការពារសន្តិសុខអ៊ុយក្រែនចិនទទួលស្វាគមន៍រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់និងរុស្ស៊ីព្រមទាំងប្រទេសមហាអំណាចនុយក្លេអ៊ែរផ្សេងទៀតដូចជាឥណ្ឌានិងប៉ាគីស្ថានបន្ថែមលើបរិបទសង្គ្រាមអ៊ីរ៉ង់និងអ៊ីស្រាអែលការបើកប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិរៀបចំដោយប៉េកាំងនេះធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីអង្គការអូតង់ប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិនិងកញ្ចប់ជំហររួមបន្តគាំទ្រអ៊ុយក្រែនប្រមុខដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនសម្ពោធរមណីយដ្ឋានទេសចរណ៍ដ៏ធំមហិមានៅតំបន់មាត់ឆ្នេរបូព៌ាប្រទេសនេះបើតាមបណ្ដាញឃោសនារដ្ឋកូរ៉េខាងជើងដោយបញ្ជាក់ទៀតថាទីកន្លែងលំហែកម្សាន្តដ៏ទំនើបថ្មីនេះអាចទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងតិច 20,000 នាក់